chẳng ní cứ chia sẻ trai sim để chui đồ krừng nhẫn nấu ai mà thay do krừng nhẫn pi bát thái tấu do tàu chạy chạyនៅ Melbourne ប៉ុន្តែអត់មានបានchạy chạyទេគឺគេចាប់ឲ្យជាប់គុករយៈពេល25ឆ្នាំ Thai Airways International Chief Executive Chai Im-siri has pledged the airline's full ឥឡូវនេះ cooperation. យើងទៅតាមដានរឿងមួយទៀតនៅប្រទេសថៃប្រទេសសៀមនៅគៀនយើងហ្នឹងដែលមានបញ្ហាជាមួយយើងហ្នឹងឥឡូវនេះគឺគេបានចាប់នារីអូទេសដែលធ្វើការនៅក្នុងពលានយន្តហោះធ្វើការនៅលើយន្តហោះហ្នឹងតែម្ដងដោយគេចាប់ខាត់ខ្លួនគាត់ហ្នឹងគឺមានគ្រឿងញៀននៅក្នុងកាបូបរបស់គាត់ដល់ពេលអញ្ចឹងគឺអូស្ត្រាលីកំពុងតែរករឿងកំពុងតែមានបញ្ហាជាមួយនឹងថៃ Airways មែនតើអញ្ចឹងដោយគេគិតថានារីអូទេសរឿងនេះគឺយកគ្រឿងញៀនទាំងនេះគឺយកទៅជួញដូរនៅក្នុងប្រទេសអូស្ត្រាលីហ្មងឥឡូវគេចាប់គាត់បានហើយនារីជនជាតិថៃហ្នឹងគឺអាយុ26ឆ្នាំដែលគាត់ធ្វើការនៅក្នុងក្រុមហ៊ុនអាកាសចរថៃ Airways ដល់ពេលដែលមកដល់ទីក្រុង Melbourne ប្រទេសអូស្ត្រាលីនៅថ្ងៃទី25ខែមិថុនាឆ្នាំ2026ហ្នឹងគឺប៉ូលីសបានខាត់ខ្លួនគាត់ដោយសារតែមានការសង្ស័យផ្សេងៗអញ្ចឹងមន្ត្រីកម្លាំងប៉ូលីសព្រំដែនអូស្ត្រាលីបានមានន័យថាមើលទៅគឺនារីម្នាក់ហ្នឹងគឺខុសប្រក្រតីហ្មងទាំងអស់វ៉ាលីទាំងអីហ្នឹងគឺវ៉ាលីគាត់បើសិនជាគេឆែកមកទៅមាន12កញ្ចប់គឺមានខុសប្រក្រតីទាំងអស់ហ្នឹងនៅពេលដែលគេមានន័យថាគេចាប់បានហើយវាខុសប្រក្រតីគាត់ក៏ចាប់ផ្ដើមសង្ស័យដល់ពេលបន្ទាប់មកគេឲ្យគាត់ឆែកមើលហើយគេដាក់ចូលម៉ាស៊ីន scan មើលទៅគឺឃើញ heroin ជាង1គីឡូនៅក្នុងស្រទាប់កាបូបរបស់គាត់ហើយកាបូបរបស់គាត់ហ្នឹងគឺមានមិនថាគាត់ដេមួយតង់ហើយដាក់មួយតង់ទៀតមិនថាគាត់ដាក់នឹងកលៀតមែនតើហើយ1គីឡូដាក់ទៅទីក្រុង Melbourne គាត់មើលហើយអ្វីដែលគេរឹបអូសបានតម្លៃហើយរ៉េអ៊ីនចំនួន1គីឡូហ្នឹងតម្លៃប្រមាណជាង$50,000អូស្ត្រាលី$50,000អូស្ត្រាលីអញ្ចឹងគឺច្រើនគួរសមដែរហើយគេបាននិយាយថាគឺគាត់មើលថាគេចាត់ប្រកាន់គាត់ធ្ងន់ធ្ងរមែនទែនគឺពីករណីរត់ពន្ធគ្រឿងញៀនដើម្បីរត់ពន្ធគ្រឿងនេះមិនមែនធម្មតាទេគឺយកទៅជួញដូរនៅក្នុងប្រទេសហ្នឹងទៀតអញ្ចឹងគេបានកំណត់រួចហើយគឺគាត់អាចនឹងជាប់គុករហូតដល់25ឆ្នាំហើយអំពីបញ្ហារត់ពន្ធគ្រឿងញៀនចូលទៅក្នុងប្រទេសអូស្ត្រាលីនេះអូយថៃសាហាវមែនទែនហ៊ានយកទៅហ៊ានយកគ្រឿងញៀនទៅអូស្ត្រាលីហើយអាយុ26ឆ្នាំជាប់គុក25ឆ្នាំទៀត50ឆ្នាំល្មមអស់ស្អាតបាត់ហើយ26ឆ្នាំពងវិញស្អាតផងឥឡូវទៅណាទៅរត់ពន្ធគ្រឿងញៀនរឿងអីអាណាចាំមកហើយប្រជាជនថៃឬក៏ប្រជាជនផ្សេងទៀតគេឆ្ងល់ថាហេតុអីបានជានៅក្នុងប្រទេសថៃនឹងរត់ឃើញអាគ្រឿងញៀនហ្នឹងហេតុអីបានជាទៅឃើញនៅ Melbourne វិញហើយមិនអាកាសយានដ្ឋាននៅសវណ្ណភូមិហ្នឹងមិនអត់មានស្តង់ដារអត់មានអីទេមែនដល់ពេលដែលចាក់ចេញហ្នឹងអត់មានត្រួតពិនិត្យមានអីមែនទេតែពិតថៃគេបាននិយាយថាអត់នេះទេដោយសារតែគាត់គឺជាអ្នកដែលធ្វើការនៅលើយន្តហោះហើយអ្វីដែលគេពិនិត្យហ្នឹងគ្រាន់តែពិនិត្យជាផ្ទុះកត្រៃកបិតអ្វីដែលអាចគ្រោះថ្នាក់ហ្នឹងគ្រឿងផ្ទុះហ្នឹងគឺអត់មានដូចនៅMelbourne ទេហើយអាម៉ាស៊ីនថត X-ray ហ្នឹងក៏វាមិនអាចថតជាប់គ្រឿងញៀនដែរអញ្ចឹងណាកាលណាតែគេដាក់បិទបាំងតិចនៅគឺអាម៉ាស៊ីន X-ray នៅក្នុងសវណ្ណភូមិហ្នឹងគឺអត់អាចថតមើលឃើញគ្រឿងញៀនអស់ហ្នឹងទេអញ្ចឹងបានរត់ឃើញហើយតែចាប់បានតែចាប់នៅអូស្ត្រាលីហើយឥឡូវហ្នឹងគឺអាជ្ញាធរអូស្ត្រាលីបានសង្កត់ធ្ងន់ទៅលើកាលដែលរត់ពងគ្រឿងញៀនចូលទៅក្នុងប្រទេសអូស្ត្រាលីនេះដែលមានន័យថាអត់គោរពពួកគេមានន័យថាដាក់របស់អស់ហ្នឹងទៅអត់មានគោរពទៅដល់ប្រទេសអូស្ត្រាលីទេហើយក៏បាននិយាយថាឥឡូវប្រទេសថៃហ្នឹងគឺគេកំពុងតែព្រួយបារម្ភមែនតើណាដោយសារតែចូលមកដល់ប្រទេសគេហើយជានារីអូទេសទៀតនារីដែលធ្វើការនៅលើយន្តហោះទៀតបែរជាទៅធ្វើរឿងបែបហ្នឹងអញ្ចឹងគេកំពុងតែព្រួយបារម្ភអំពីប្រជាជនពីខាងថៃខាងអីហ្នឹងទៅអញ្ចឹងគឺអូស្ត្រាលីគឺគេរត់បតាំងមែនតើអំពីរឿងហ្នឹងឥឡូវហ្នឹងអញ្ចឹងនេះគឺជាស្ត្រីសៀមដែលជួញដូរគ្រឿងញៀននៅឯមានថាយកគ្រឿងញៀនពីប្រទេសថៃទៅយកទៅចែកចាយនៅ Melbourne ប៉ុន្តែអត់មានបានចែកចាយទេគឺគេចាប់ឲ្យជាប់គុករយៈពេល25ឆ្នាំចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងកុំភ្លេចទៅជួយ like share និង subscribe ខ្ញុំមកបងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ